មានដើមទុន13000 ដុល្លារអាចកក់ហាងចេញមាសបានរហូតដល់20 គីឡូប៉ុន្តែបើបងប្អូនហ៊ានប្រើដើមទុន13000នេះទៅកក់ទាំង20 គីឡូនឹងប្រឈមជាមួយនឹងហានិភ័យធំអីសួស្តីបងប្អូនអរគ្នាអញ្ចឹងមុននេះបងប្អូនអរគ្នាស្ដាប់អត់ខុសទេបងប្អូនអរគ្នាមានដើមទុន13000 ដុល្លារពិតជាអាចកក់ហាងឆេងមាសបានរហូតដល់20 គីឡូពិតមែនស្របពេលដែលនៅខាងក្រៅ1 គីឡូ 130,000 ដុល្លារបងប្អូនអរគ្នាអញ្ចឹង130,000គុណនឹង20វាស្មើរហូតដល់2លាន6សែនដុល្លារហ្នឹងបើសិនជាបងប្អូនចង់កក់មាសខាងក្រៅ20 គីឡូប៉ុន្តែនៅក្នុងទីផ្សារឧបករណ៍នេះសនបងប្អូនគ្នាអាចប្រើដើមទុនត្រឹមតែ13000ទេបងប្អូនគ្នាអាចកក់មាសរហូតដល់20 គីឡូក្រាមបានបាទដោយសារហេតុអីដោយសារតែយើងមាន leverage 1 លើក 200អញ្ចឹង2លាន6សែនចែកនឹង200វាស្មើនឹង13000 ដុល្លារប៉ុន្តែបើសិនជាបងប្អូនគ្នាយកដើមទុនត្រឹមតែ13000 ដុល្លារនេះទៅកក់ទាំង20 គីឡូគឺអាចប្រឈមជាមួយនឹងហានិភ័យខ្ពស់មែនតើអញ្ចឹងបងប្អូនគ្នាកុំបាច់កក់ដល់20 គីឡូទេបាទកក់ត្រឹមតែ3 គីឡូក៏បានដែរមានការការពារហានិភ័យនៅក្នុងនឹងហើយស្រាប់អញ្ចឹងបងប្អូនគ្នាគិតមើលទៅតើ1 គីឡូស្មើនឹងប្រហែលតលឹងហើយបើសិនជាមកតលឹងឡើងតែ100 ដុល្លារបងប្អូនគ្នាអាចគិតមើលតាមនឹងបានអញ្ចឹងបើសិនជាបងប្អូនគ្នាចង់ដឹងកាន់តែច្បាស់តើការកក់តម្លៃហាងឆេងមាសតាមរយៈពេលក្លាប់ដៃដែលប្រើដើមទុនតាមរយៈកងធនាគារនេះមានការអនុវត្តបែបណាបងប្អូនគ្នាអាចតាក់ទងមកកាន់ page នេះបានឬក៏បងប្អូនគ្នាធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងលើដើម្បីសាកសួរព័ត៌មានបន្ថែមអរគុណច្រើន